បាទពុកម៉ែបងប្អូននេះគឺជាប្រភេទការកណ្ដាស់ខ្ញុំធ្វើការផ្សាំវាឡើងណាគឺយើងមាន4ពណ៌អានេះគឺ1ពណ៌ហើយបែបនេះគឺ1ពណ៌ហើយពណ៌សលាយផ្កាឈូកនេះពណ៌ទៀតហើយនឹងពណ៌ក្រហមចេះ1ពណ៌អញ្ចឹងសម្រាប់ការដែលខ្ញុំធ្វើការផ្សាំឡើងប្រភេទការកណ្ដាស់នេះគឺមាន4ពណ៌បាទមាន4ពណ៌ចឹងបើសិនជាពុកម៉ែបងប្អូនត្រូវការយកទៅដាំលំអយផ្សេងអាចធ្វើការទំនាក់ទំនងបានខ្ញុំមានរាប់ពាន់ដើមហើយតម្លៃរបស់វាក៏ធូរថ្លៃដែរតែសូមបញ្ជាក់ផ្កានេះវាមិនជាដើមធំណាស់ណាទេដើមវាលក្ខណៈចែកនេះចែកលក្ខណៈបែបហ្នឹងបាទនេះគឺពណ៌សផ្កាឈូកលាយមួយសផ្កាឈូកហើយតាមរបស់វាគឺថងតូចបែបហ្នឹងនេះថងអញ្ចឹងនេះថងលក្ខណៈបែបហ្នឹងនេះគឺពណ៌ស្អាតបាទនេះគឺពណ៌ស្អាតថងរបស់វាតូចល្មមនេះមើលតានេះដឹងនេះថងវាប៉ុណ្នេះឯងនេះបាទថងវាប៉ុណ្នេះឯងថងប៉ុណ្ហ្នឹងលក្ខណៈទ្រង់ទ្រីបែបហ្នឹងបាទមានខ្លះច្រើនដល់ខ្លះមេតិចទាំងអីចឹងណាអញ្ចឹងយើងមាន4ពណ៌ដែលយើងធ្វើឡើងខ្លួនឯងនេះគឺខ្ញុំផលិតដល់ខ្លួនឯងតែម្ដងខ្ញុំអត់មានការនាំចូលទេការកណ្ដាស់នេះខ្ញុំអត់មានការនាំចូលទេគឺខ្ញុំធ្វើការផលិតដល់ខ្លួនឯងហើយយើងនឹងព្យាយាមរកពូជពណ៌ផ្សេងទៀតបាទជាក់ស្ដែងដូចពួកនេះអញ្ចឹងខ្ញុំទៅតែយកចេញពីរោងបាទពួកខ្ញុំផ្សាំវានៅក្នុងរោងតបមកខ្ញុំយកវាឲ្យត្រូវពលឺថ្ងៃដើម្បីឲ្យវាមានភាពរឹងមាំនិងដើម្បីឲ្យវាចេញផ្កាដូចពួកអាមិញអញ្ចឹងបាទនេះច្រើនខ្ញុំធ្វើច្រើនរាប់ពាន់ដើមបាទធ្វើច្រើនរាប់ពាន់ដើមហើយគ្រប់ដើមឈើផ្កាទាំងអស់ដែលខ្ញុំធ្វើការផ្សាំនិងការថតបញ្ជូននេះគឺខ្ញុំធ្វើដោយខ្លួនឯងបាទហើយទីតាំងរបស់ខ្ញុំគឺនៅខាងខេត្តសៀមរាបផ្លូវ60ម៉ែត្រឃើញនេះវាយកចេញមកពីរោងទៅវារៀងល្វេល្វរចឹងនៅពេលដែលវាត្រូវថ្ងៃក្តៅយើងឲ្យត្រូវថ្ងៃក្តៅត្រូវអីទៅវារឹងមាំមកវិញបាទដូចនេះចឹងនេះវារៀងល្វីល្វរចឹងយើងដាក់ឲ្យត្រូវថ្ងៃចឹងទៅយើងត្រូវដាក់ជីទៅឲ្យវាមួយសាពីរសាគឺវារឹងមាំទៅហើយយើងមានច្រើនរាប់ពាន់ដើមអានេះខ្ញុំបញ្ជាក់ចឹងប្រភេទថងតូចទេខ្ញុំអត់ទាន់បានដូរថូនៅឡើយទេដោយសារយើងដូរថូទៅយើងត្រូវថែមតម្លៃផ្សេងទៀតបាទហើយជាក់ស្ដែងបច្ចុប្បន្នគឺខ្ញុំមានតែ4ពណ៌សិនទេបាទមាន4ពណ៌ចឹងបងប្អូនអាចជ្រើសរើសបានបាទចឹងមកចង់បានផ្កាកណ្ដាស់ដោយធ្វើការបង្ហាញរបស់ខ្ញុំដែលខ្ញុំផលិតដោយខ្លួនឯងនៅខាងខេត្តសៀមរាបនេះកុំភ្លេចតំណែងមកខ្ញុំបាននឹងរៀបចំវិក្កយជូនបាទអរគុណ